សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកអ្នកនរគ្នាទាក់ទងទៅនឹងការ configure នៅ PPOE អូខេដើម្បីឲ្យ configure PPOE បានអ្នកនរគ្នាត្រូវតែយកនៅទី1គឺយើងត្រូវការប្រើប្រាស់នៅ DSL ហើយទី2យើងត្រូវប្រើប្រាស់នៅ cloud ទី3យើងប្រើប្រាស់នៅ router ហើយទី4យើងប្រើប្រាស់ server អូខេនៅក្នុងពេលដែលយើងធ្វើការ connect អ្នកនរគ្នានឹងស្រាប់ហើយនៅពេលដែលយើងធ្វើការ connect ពី modem មកកាន់ cloud គឺយើងត្រូវប្រើប្រាស់ខ្សែ phone ណានេះយើង config លើយើងមាន port នេះយើងប្រើ port នេះជិះមកកាន់ port នេះ port modem ណាអូខេអញ្ចឹងដើម្បីអាច config នៅ PPOE បានគឺយើងមាន5 step ដើម្បីអាចធ្វើបានទី1ដើម្បីអាចនេះទៅយើង verify ថាយើងបាន enable នៅIP ហើយនៅអញ្ចឹងខ្ញុំនឹងធ្វើការ config IP ឲ្យហើយសិនអូខេអញ្ចឹងខ្ញុំដាក់ enable configure ខ្ញុំដាក់ hostname ខ្ញុំដាក់ PPOE ណាអូខេតមកទៀតខ្ញុំធ្វើការដាក់ IP ក្នុង port របស់ខ្ញុំអូខេខ្ញុំដាក់10.1.1.1.255អូខេ no សានណាខ្ញុំដាក់ IP មួយទៀតគឺ F040 នេះ IP add 192.168.1.1 ណាអូខេដើម្បីយើងនៅសានដូចគ្នាដើម្បីអាចធ្វើការ config បានអ្នកទាំងអស់គ្នាត្រូវតែយក router 28.11យកមក config បានវាស្គាល់ណាអូខេអញ្ចឹងខ្ញុំចាប់ផ្ដើម fix configure ទី1គឺយើងចូលទៅ enable PPOE អញ្ចឹងយើងចូលក្នុង interface S0/1 បានន័យថា interface ហ្នឹងវាយើងធ្វើវាជា PPOE អញ្ចឹងវា connect តាម port មួយហ្នឹងអញ្ចឹងយើងក៏វាយពាក្យថា PPOE មកហើយវាយពាក្យ enable អូខេហើយយើង load start ម្ដងទៀតក៏បានដែរអូខេបន្ទាប់ពីហ្នឹងហើយយើងធ្វើការបង្កើតនៅ visual template អញ្ចឹងយើងចូល interface visual template កន្លែងនេះយើងតាំងពី1ដល់200យើងដាក់លេខប្រមាណក៏បានដែរអញ្ចឹងខ្ញុំដាក់លេខ1អូខេបន្ទាប់ពីហ្នឹងហើយខ្ញុំដាក់ពាក្យថា IP and number កន្លែងនេះគឺយើងដាក់ port មួយនេះមានន័យថាចេញតាម port មួយហ្នឹងអញ្ចឹងមានន័យថាយើងត្រូវតែសម្គាល់តែ port មួយហ្នឹងអូខេបន្តមកទៀតយើងប្រើ peer អូខេយើងប្រើ peer default IP address pool pool កន្លែងនេះយើងចង់ដាក់ឈ្មោះអីក៏បានដែរអញ្ចឹងខ្ញុំដាក់ឈ្មោះថាសុកសាននេះជាឈ្មោះរបស់ខ្ញុំទេអ្នកទាំងអស់គ្នាត្រូវចំណាំឈ្មោះហ្នឹងដល់ពេលលើកក្រោយមកយើងយកឈ្មោះវាទៅប្រកាសយកហើយអានេះយើងក៏ប្រកាសវាថាសុកសានណាអូខេបន្ទាប់ពីហ្នឹងហើយយើងធ្វើការបង្កើតនៅ authentication លើវាយើងដាក់ PPOE authentication sham ការពិតកន្លែងនេះយើងចង់ដាក់ PAP ក៏បានព្រោះកន្លែងហ្នឹងវាមាន2ឲ្យយើងជ្រើសរើសទី1គឺ sham ទី2គឺ PAP អញ្ចឹងខ្ញុំកន្លែងនេះខ្ញុំប្រើប្រាស់នៅសំទោសនេះខ្ញុំប្រើប្រាស់ថា sham អូខេបន្ទាប់ពីហ្នឹងហើយយើងធ្វើការ exit វាមកហើយយើងនឹងធ្វើការ enable មួយទៀតគឺយើង enable នៅ PDN enable បាទណាហើយបន្ទាប់ពីយើង enable វាគឺវាអាចអនុញ្ញាតឲ្យយើងធ្វើការ remote បានប៉ុន្តែប៉ុណ្្នឹងយើងអត់ទាន់ហើយយើងបង្កើត group វាមួយទៀតយើងដាក់ VPDN group កន្លែងនេះយើងដាក់ឈ្មោះអីgroup នេះខ្ញុំដាក់ឈ្មោះថា Norton ចាអូខេណាយើងដាក់ឈ្មោះ Norton បន្ទាប់ពីហ្នឹងហើយយើងបង្កើតនៅ protocol មួយអូខេបន្ទោសកន្លែងហ្នឹងមិនបង្កើត protocol ទេកន្លែងហ្នឹងយើងត្រូវដាក់ accept dealing សិនបានន័យថាបើយើងអត់ដាក់អាហ្នឹងទេមានន័យថាយើងអត់អាចឲ្យ user ហ្នឹងគាត់ឆ្លងកាត់ទៅតាមណាបានទេអញ្ចឹងយើងដាក់អាហ្នឹងមានន័យថាគាត់អាចធ្វើការ accept ទៅតាមប្រើប្រាស់នៅ dealing ណាអូខេបន្តមកទៀតបានយើងធ្វើការ enable protocol ឲ្យគាត់អូខេតបហើយយើងនឹងធ្វើការទាញ visual template ដែលយើងបានបង្កើតខាងលើហ្នឹងយកមកប្រើអញ្ចឹងយើងដាក់ visual template មក1អូខេតោះនេះអញ្ចឹងអូខេតែប៉ុណ្្នឹងទេហើយបន្តមកទៀតយើងនឹងធ្វើការបង្កើតនៅ IP local ឲ្យវាមួយគឺ IP local pool នេះយើងដាក់កន្លែងនេះយើងដាក់ឈ្មោះថាសុកសានមានន័យថាយើងបានបង្កើត IP រួចហើយដែលណាវាអញ្ចឹងខ្ញុំគាត់ដាក់ថា 20.20.20.1 20.20.20.100 អញ្ចឹងទៅមានថាខ្ញុំឲ្យគាត់ដើរអូខេបន្ទាប់ពីហ្នឹងជំនាញចុងក្រោយគឺយើងបង្កើតនៅ user
ខ្ញុំដាក់ឈ្មោះថា sock password 123ណាខ្ញុំបង្កើត user មួយទៀតខ្ញុំដាក់ឈ្មោះថាសាន password 123ដូចគ្នាណាអូខេតើមកយើងធ្វើការ write ជំហានបញ្ចប់យើងធ្វើការ enable port នៅលើ modem បើយើងអត់ enable port នៅលើ modem ទេគឺយើងអត់អាចធ្វើការaccess បានទេអញ្ចឹងយើងត្រូវ enable port អញ្ចឹង port របស់យើងមាន modem លេខ4លេខ5ដែល connect ទៅកាន់ internet port internet លេខ6ណាអញ្ចឹងយើង add វាមកលេខ4លេខ5ណាអូខេតមកទៀតយើងធ្វើការ access អូខេឥឡូវយើងចូលកន្លែងនេះឃើញទេនៅពេលដែលយើងវាយ comment មួយឈ្មោះថា accept deal ហ្នឹងគឺកន្លែងហ្នឹងគឺយើងធ្វើការ accept កន្លែងហ្នឹងដើម្បីអាចវា access លើហ្នឹងអូខេតមកយើងវាយពាក្យថាយើងមាន2មាន sock 1 2 3ណាអូខេនៅពេលដែលយើង connect ចូលវាដាក់ឲ្យលើកមកថា success អូខេតែប៉ុណ្្នឹងមកយើងអាច ping បាននេះយើង ping ទៅកាន់254នេះណាអូខេឥឡូវយើងចាំមើលសិនណាអូខេ request time out អូខេឥឡូវវាស្គាល់ហើយយើងអាច access web server បានណាឥឡូវអូខេយើងវាយទៅ192.168.1.254ណាហេតុអីបានបែរ IP ហ្នឹងនេះ IP ដែលខ្ញុំបាន assign ឲ្យវាណានេះអូខេតែយើង ping មកអូខេចាំផ្លេណាអូខុសអូខេម្ដងទៀតស្គាល់ហើយតោះណាអូខេមួយទៀតបានន័យថាយើងអាចប្រើមួយណាក៏បានដែរខ្ញុំចង់ប្រើសានក៏បានមានថា user មួយហ្នឹងយើងបង្កើត user 2មានន័យថា user 2ហ្នឹងអាច reflect បានអាចជ្រើសរើសយកមួយណាក៏បានដែរអូខេសេបានដូចគ្នាហើយយើង ping ទៅលេខ 2.168.1.254 ណាអូខេអញ្ចឹងមានន័យថាការបង្កើតនៅ PPE ផងយើងទទួលបានជោគជ័យហើយវីដេអូក្រោយខ្ញុំនឹងនិយាយលម្អិតទាក់ទងនឹង PPE នឹងម្ដងទៀត